ngày nay xong thơ video muối ngày nay nhom dậy tiệt tôn từ năng admin nhom chưa thà miền kia dương chỉ tràn đại quạtประกาศ account ให้ account មានន័យថា account Facebook មួយគេហៅថា admin នៅអ្នកនរគ្នាហើយសម្រាប់អ្នកនរគ្នាអត់ទាន់យល់ពាក្យថា admin គឺជា account Facebook របស់យើងដែលយើងបង្កើតដែលយើងយក account Facebook របស់យើងទៅបង្កើត page ពេលដែលយើងបង្កើត page ទៅយើងលេង page នឹងផ្ទុះយើងប្រកបអាជីវកម្មទៅលើ page ហ្នឹងយើង sponsor ទៅលើ page ហ្នឹងអស់លុយច្រើនអញ្ចឹងណាហើយសម្រាប់ admin របស់យើងកាន់ page ទៅលើ page ដែលយើងបង្កើតនឹងមាន follow រាប់រយ k រាប់ម៉ឺនអ្នកដែលគាត់ទស្សនានៅលើ Facebook page របស់អ្នកនរគ្នាប៉ុន្តែស្រាប់តែ admin របស់បងប្អូនក៏ដូចជា admin របស់អ្នកនរគ្នាមានបញ្ហាជាប់ disable ឬក៏ជាប់180ហើយជាក់ស្ដែងដូច account របស់ខ្ញុំអ្នកនរគ្នាគឺនៅក្នុងនោះមាន page ចំនួន20 page ហើយ page សិតតែ page ពាណិជ្ជកម្មរបស់ខ្ញុំហើយសិតតែ page ដែលសំខាន់សម្រាប់ខ្ញុំមែនទែនហើយឥឡូវនេះគឺ admin របស់ខ្ញុំគឺជាប់180ហើយអ្នកនរគ្នាគឺខ្ញុំធ្វើការដោះស្រាយហើយសម្រាប់គ្នាយើងដែលគាត់មានបញ្ហាដូចខ្ញុំអ្នកនរគ្នាអាចមើលវីដេអូមួយនេះបានអ្នកនរគ្នាមើលវីដេអូពីដើមដល់ចប់អ្នកនរគ្នាធ្វើតាមខ្ញុំមួយអ្នកនរគ្នាធ្វើបានសម្រាប់វីដេអូមួយនេះគឺសំខាន់សម្រាប់គ្នាយើងដែលគាត់មានបញ្ហាដូចខ្ញុំអានេះខ្ញុំចែកម្លែកនៅអ្វីដែលខ្ញុំជួបអ្នកនរគ្នាព្រោះ admin របស់ខ្ញុំមាន page នៅនឹង20 page ហើយសិតតែ page ដែលប្រកបអាជីវកម្មរបស់ខ្ញុំគឺដំណើរការទាំងអស់ប៉ុន្តែ admin របស់ខ្ញុំគឺមានបញ្ហា disable ហើយវាជាប់180ហើយថ្ងៃនេះខ្ញុំធ្វើការស្នើសុំដើម្បីឲ្យ Facebook ឲ្យ account របស់ខ្ញុំនឹងមកវិញបើសិនជា account នឹងអត់មកវិញទេគឺ ad account របស់ខ្ញុំនៅក្នុងនឹងក៏បាត់ហើយ page នៅក្នុងហ្នឹងក៏មានបញ្ហាប៉ុន្តែវាមានវិធីមួយអ្នកនរគ្នាអាចស្ដាប់វីដេអូនេះពីដើមដល់ចប់អ្នកនរគ្នានឹងចំណេញបើសិនជាអ្នកនរគ្នាបង្កើត account Facebook មួយយើងបង្កើត page បាន4ទៅ10យើងមាន page អាជីវកម្មរបស់យើងនៅក្នុងហ្នឹង20 page ឧទាហរណ៍20 page អញ្ចឹងណាអ្នកនរគ្នាគួរតែផ្ទេរ20 page ហ្នឹងទៅ admin ផ្សេងឧទាហរណ៍យើងមាន admin មួយមានបញ្ហាយើងមាន admin ផ្សេងទៀតសម្រាប់គ្រប់គ្រង page ហ្នឹងហើយសម្រាប់ account របស់ខ្ញុំដែលជាប់180ហ្នឹងគឺខ្ញុំបានផ្ទេរ page ទាំងអស់នៅក្នុង account ហ្នឹងចំនួន20ហ្នឹងគឺខ្ញុំផ្ញើផ្ទេរទៅ account ផ្សេងហើយព្រោះ admin មួយព្រោះ page មួយខ្ញុំដាក់ admin 5ឯណោះ5ទៅ10 admin ឯណោះព្រោះអត់មានអីជាបញ្ហាទេបើសិនជា admin មួយមានបញ្ហាយើងអាចយក admin ផ្សេងសម្រាប់ធ្វើការតហើយឥឡូវនេះគឺ admin របស់ខ្ញុំមួយនេះគឺមានបញ្ហាហើយគឺខ្ញុំឥឡូវនេះគឺខ្ញុំធ្វើការស្នើសុំហើយខ្ញុំបញ្ជាក់ប្រាប់អ្នកនរគ្នាថាអ្នកនរគ្នាពេលដែលមាន page សំខាន់ page ម្ចាស់អាជីវកម្មក៏ដូចជា page Rosie របស់បងប្អូនគួរតែបង្កើត account admin 2ទៅ3 4ទៅសម្រាប់ផ្ទេរ page សំខាន់របស់យើងទៅ admin ផ្សេងហើយយើងគ្រប់គ្រងទៅហើយសម្រាប់ admin ផុសយើងយកតែមួយទៅបានហើយ admin 4ទៀតសម្រាប់ការពារនៅពេលដែល admin ផុសរបស់យើងមានបញ្ហាជាប់ disable 100ឬក៏ជាប់180យើងមាន admin ផ្សេងសម្រាប់ស្គូហើយឥឡូវនេះគឺខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលជាក់ស្ដែងតែម្ដងគឺវាជាប់180 ad account របស់ខ្ញុំថ្ងៃនេះគឺជាប់180ប៉ុន្តែ page នៅក្នុងហ្នឹងគឺខ្ញុំអត់សូវព្រួយបារម្ភទេដោយសារអីខ្ញុំបានផ្ទេរ page ទាំងអស់ហ្នឹងនៅក្នុង account ហ្នឹងទៅ account ផ្សេងហើយអញ្ចឹងគឺអត់មានអីជាបញ្ហាទេបើសិនជាខ្ញុំដោះស្រាយ admin នឹងបានខ្ញុំក៏បាន admin នេះដោយរឹងមាំប៉ុន្តែបើសិនជាខ្ញុំដោះស្រាយអត់បានទេ admin ក៏បាត់ខ្ញុំស្នើសុំនឹង account ដែលជាប់180នេះអត់បានមកវិញទេគឺ account admin មួយនេះគឺ Facebook បានបិទជាអចិន្ត្រៃយ៍គឺមិនឲ្យយើងប្រើប្រាស់បន្តទៅទៀតទេហើយអ្វីដែលសំខាន់គឺខ្ញុំមាន admin ផ្សេងទៀតសម្រាប់គ្រប់គ្រង page ទាំងអស់ហ្នឹងហើយនេះគឺខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលជាក់ស្ដែងនេះវាជាប់180វានៅសក់វាជាប់អញ្ចឹងអ្នកទាំងអស់គ្នាអានឹងតើអ្នកទាំងអស់គ្នាជួបអានេះខ្ញុំជួបជាក់ស្ដែងអ្នកទាំងអស់គ្នាអាចមើលបានអានេះរបស់ខ្ញុំ admin របស់ខ្ញុំគឺវាបានជាប់180ថ្ងៃនេះគឺខ្ញុំធ្វើការស្នើសុំតែម្ដងនេះខ្ញុំដាក់ឲ្យអ្នកទាំងអស់គ្នាមើលនេះអ្នកទាំងអស់គ្នាឃើញជាក់ស្ដែងអញ្ចឹងណាអានេះគឺ admin របស់ខ្ញុំហើយវាបានជាប់180ថ្ងៃហើយខ្ញុំបង្កើត account admin នេះភ្ជាប់ជាមួយ Gmail អញ្ចឹងនៅពេលណាដែល account របស់ខ្ញុំមានបញ្ហាគឺក្រុមហ៊ុនវាផ្ញើ email មកបែបនេះអញ្ចឹងថ្ងៃនេះគឺខ្ញុំធ្វើការដោះស្រាយហើយសម្រាប់គ្នាយើងដែលគាត់ផ្ទុក admin នៅលើ computer ដូចខ្ញុំអញ្ចឹងគឺនៅពេលណាដែលយើង log in យើងដាក់ Gmail password ហើយពេលយើង log in មកនេះវានៅកន្លែងនេះពេលយើង log in មកគឺវាអាចចូលទៅក្នុង admin នឹងកើតទេគឺវាឲ្យយើង confirm ជាមួយទៅនឹងវីដេអូយើងថតវីដេអូ selfie ឲ្យឃើញមុខយើងអញ្ចឹងណាអ្នកនរគ្នាកន្លែងហ្នឹងគឺយើងត្រូវតែ confirm ជាមួយទៅនឹងវីដេអូ selfie យើងថតឲ្យជាប់មុខយើងណាដើម្បីស្នើសុំទៅកាន់ Facebook ឲ្យបើកនៅ account មួយនេះមកវិញហើយ account ហ្នឹងគឺខ្ញុំរៀបចំត្រូវស្តង់ដារអ្នកនរគ្នាប៉ុន្តែខ្ញុំអត់ដឹងថាវាមានបញ្ហាអីទេវានៅសុកគឺវាជាប់180វាបិទ account ហ្នឹងតែម្ដងហើយឥឡូវនេះគឺខ្ញុំធ្វើការស្នើសុំហើយ account របស់ខ្ញុំគឺរៀបចំ cover profile និយាយរួមទៅឈ្មោះអីត្រឹមត្រូវប៉ុន្តែវាមានបញ្ហាហើយនៅក្នុង account មួយនេះគឺមាន page ច្រើនមែនទែនហើយ page សុទ្ធតែ page អាជីវកម្មរបស់ខ្ញុំហើយឥឡូវនេះគឺខ្ញុំធ្វើការស្នើសុំតែម្ដងថ្ងៃទី30នេះអ្នកគ្នាស្អែកដាច់ខែហើយអ្នកគ្នាដាច់ខែដាច់ឆ្នាំទៀតចូលឆ្នាំថ្មីហើយឥឡូវនេះគឺខ្ញុំធ្វើការដោះស្រាយអានឹងមួយសិនហើយនៅពេលដែលអ្នកគ្នាមាន admin ដែលមានបញ្ហា log in ចូលក្នុង computer បើសិនជាអ្នកគ្នា log in តាម computer យើង
ស្នើសុំតាមកុំព្យូទ័រគឺវាពិបាកហើយក៏វាមិនអាចបាន account យើងមកវិញទេហើយឥឡូវនេះគឺខ្ញុំ log in នៅក្នុងទូរស័ព្ទវិញហើយ account ហ្នឹងអ្នកនរគ្នាចាំមើលជាក់ស្ដែងខ្ញុំធ្វើហ្នឹងគឺបានពិត 100% ដែលអត់វីដេអូនេះគឺខ្ញុំនឹងផុសចូលក្នុង page របស់ខ្ញុំហើយអ្នកនរគ្នាចាំតាមដានទៅ admin មួយនេះត្រឡប់មកវិញអត់ហើយ admin ហ្នឹងមាន profile បែបនេះហើយឈ្មោះខ្ញុំដាក់ឈ្មោះបែបនេះវាឲ្យយើងមើលឃើញឈ្មោះទេហើយយើងមើលកន្លែង Gmail នេះគឺយើងឃើញឈ្មោះប៉ុន្តែយើងយក search យើងយកឈ្មោះយើងទៅ search នៅ Facebook ផ្សេងណាយើងយកឈ្មោះយើងទៅ search នៅ Facebook ផ្សេងគឺអត់ឃើញទេដោយសារអីគឺ Facebook បាត់ account ហ្នឹងបាត់ហើយឥឡូវនេះគឺយើងធ្វើការស្នើសុំដើម្បីឲ្យ account ហ្នឹងត្រឡប់មកវិញអញ្ចឹងអ្នកនរគ្នាធ្វើតាមខ្ញុំមួយមើលអ្នកនរគ្នា log in Gmail password ហើយមកដល់ចំណុចមួយនេះយើងចុច continue តាមខ្ញុំមកហើយមកដល់ចំណុចមួយនេះវាឲ្យយើងថត selfie បើសិនជាកុំព្យូទ័រអ្នកនរគ្នាមានកាមេរ៉ាគឺវាលោតរុកយើងហើយវាកាមេរ៉ាលោតមកហើយមកចំមុខយើងណាផ្ទាំងមុខយើងឲ្យយើងថត selfie ហើយសម្រាប់កុំព្យូទ័ររបស់ខ្ញុំបានប្រើ webcam ទេហើយខ្ញុំធ្វើការចុច next ហើយមកដល់ចំណុចមួយនេះពេលដែលចុច next ហើយអ្នកនរគ្នាចុច allow មកអ្នកចុច allow កន្លែងខាងឆ្វេងដៃហ្នឹងហើយវានឹងលោតដល់ចំណុចនេះដោយសារកុំព្យូទ័ររបស់ខ្ញុំអត់បានភ្ជាប់ webcam ក៏ដូចជាកាមេរ៉ាទេបើសិនជាខ្ញុំភ្ជាប់មានកាមេរ៉ាគឺវាលោតមុខយើងនៅកន្លែងហ្នឹងតែម្ដងហើយឥឡូវនេះគឺខ្ញុំអត់បានដោះស្រាយនៅតាមកុំព្យូទ័រទេព្រោះវាមិនសូវជាបានផលយើងដោះស្រាយតាមកុំព្យូទ័រអញ្ចឹងមកដល់ចំណុចនេះយើងកុំធ្វើអីយើងទុកវាមួយឡែកសិនហើយអ្នកនរគ្នា log in account ដែលមានបញ្ហានេះ Gmail password ចូលទៅក្នុងទូរស័ព្ទយើងបើក app នៅក្នុង Facebook ទៅយើង log in account Facebook ដែលមានបញ្ហាហ្នឹងទៅហើយយើងធ្វើការ selfie មុខយើងណាឥឡូវខ្ញុំទុកអានេះមួយឡែកសិនខ្ញុំធ្វើការ log in account ដែលមានបញ្ហាជាប់ 180 ហ្នឹងចូលមកក្នុងទូរស័ព្ទវិញហើយកន្លែងនេះខ្ញុំសុំបិទសិនខ្ញុំដើម្បី log in account របស់ខ្ញុំដែលមានបញ្ហាពីដំបូងយើងបើកទូរស័ព្ទមកហើយយើងចុចពីលើ app Facebook ហ្នឹងហើយយើងវេជាមួយនឹង Gmail password account ដែលមានបញ្ហាជាប់ 180 ហ្នឹងអ្នកនរគ្នាវេចូលទៅឥឡូវនេះគឺខ្ញុំដាក់ Gmail password account ដែលមានបញ្ហារបស់ខ្ញុំចូលកន្លែងមួយនេះអ្នកនរគ្នាដាក់ Gmail password ហើយអ្នកនរគ្នា log in account នឹងចូលតែម្ដងហើយអ្នកនរគ្នាចុច log in មករៀង slow បន្តិចអ្នកនរគ្នានៅខាងខ្ញុំមកដល់កន្លែងនេះបើសិនជាអ្នកនរគ្នាបង្កើត account យើងភ្ជាប់ជាមួយនឹងចាក់សោ2តង់ដែលគេហៅថា 2FA អ្នកនរគ្នាទៅយកកូដនេះឥឡូវនេះគឺខ្ញុំយកកូដរបស់ខ្ញុំចូលអ្នកនរគ្នាដាក់កូដអ្នកនរគ្នាព្រោះនេះគឺជាសោ2តង់របស់អ្នកនរគ្នាដែលគេហៅថា 2FA ឥឡូវខ្ញុំដាក់កូដរបស់ខ្ញុំចូលដែលវាផ្ញើចូល account email របស់ខ្ញុំពេលអ្នកនរគ្នាដាក់ហើយអ្នកនរគ្នាចុច continue ទៅចាក់ពណ៌ខៀវហ្នឹងនេះវាលោតចូលហើយប៉ុន្តែយើងអត់ដឹងថាវាមិនទេនេះអ្នកនរគ្នាឃើញទេពេលយើងដោះតាមកុំព្យូទ័រវាកាំងកន្លែងដែលខ្ញុំប្រាប់មិញយើងអត់ទាន់បានទៅប៉ះពាល់នៅលើកុំព្យូទ័រទេយើងមកធ្វើការនៅលើទូរស័ព្ទវិញព្រោះធ្វើការនៅលើទូរស័ព្ទ 100% ខ្ញុំធានាថា account មួយនេះគឺបានមកវិញតែម្ដងខ្ញុំជឿថា account មួយនេះគឺដោះស្រាយបាន 100% អ្នកនរគ្នាពេលដល់ចំណុចមួយនេះអ្នកនរគ្នាអ្នកខ្លះចូល help នេះ no អ្នកនរគ្នាកុំចុចអានេះណាអ្នកនរគ្នាចូលមកខាងក្រោមមើលពាក្យខាងក្រោមហ្នឹងមិនចាំចំណាំអ្នកនរគ្នាចំណាំនេះអាខាងក្រោមនេះគេហៅថា start video selfie អ្នកនរគ្នាចុចពណ៌ខៀវខាងក្រោមហ្នឹងដែលខ្ញុំអូសម៉ៅដាក់ហ្នឹងអ្នកនរគ្នាចុចមកដល់ចំណុចនេះអ្នកនរគ្នាដល់ចំណុចមួយនេះអ្នកនរគ្នាមើលខាងក្រោមចុចខាងក្រោមទៀតទៅនេះអ្នកនរគ្នាឃើញទេឥឡូវនេះគឺវាលោតឲ្យយើង selfie ហើយយើងថតមុខយើងដាក់តែម្ដងនេះឥឡូវខ្ញុំដាក់មុខខ្ញុំនេះអ្នកនរគ្នាឃើញទេអ្នកនរគ្នាពេលដែលយើង submit ជាមួយរូបរបស់យើងហើយខ្ញុំដល់ចំណុចមួយនេះហើយអ្នកនរគ្នាចុច submit តែម្ដងបាត់ account មួយនេះខ្ញុំធានាថា 100% នឹងបានមកវិញព្រោះ account មួយនេះខ្ញុំកាន់រាប់ឆ្នាំហើយអ្នកនរគ្នាអត់មានបញ្ហាទៅចុងឆ្នាំនឹងឯងមានបញ្ហាតែម្ដងនេះអ្នកនរគ្នាវាឲ្យរងយើងរងចាំ48ម៉ោងមួយថ្ងៃទៅ2ថ្ងៃ account មួយនឹងត្រឡប់មកវិញប៉ុន្តែតាមបទពិសោធន៍របស់ខ្ញុំដែលខ្ញុំដោះស្រាយ account យ៉ាងយូរណាស់4ម៉ោង5ម៉ោងអីមកវិញហើយអត់ដល់មួយថ្ងៃទេហើយចាំមើល account មួយនេះមើលប្រហែលថ្ងៃបានមកវិញឬក៏ប្រហែលម៉ោងបានមកវិញឥឡូវនេះគឺយើងចុច finish មកនេះអ្នកនរគ្នាគឺវាឲ្យយើងរងចាំហើយយើងកំពុងតែដាក់ស្នើសុំទៅក្រុមហ៊ុន Facebook ដើម្បីឲ្យ Facebook បើកនឹង ad account របស់ខ្ញុំនឹងមកវិញមកដល់ចំណុចមួយនេះខ្ញុំអាចធានាថា account របស់ខ្ញុំមួយនៅពេលដែលមានបញ្ហាខ្ញុំដោះស្រាយគឺ100បានទាំង100គឺអត់មានបញ្ហាទេហើយឥឡូវនេះគឺវាមានបញ្ហាខ្ញុំធ្វើការដោះស្រាយថ្ងៃទី30ព្រោះស្អែកនឹងដាច់ឆ្នាំដាច់ខែហើយអ្នកនរគ្នាដល់ចំណុចមួយនេះអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាបំពេញគ្រប់ជ្រុងជ្រោយអស់ហើយ
អ្នកទាំងគ្នាអូចាញ់តែម្ដងទៅហើយយើងបិទគ្រឿងទូរស័ព្ទទុកចោល3ទៅ4ម៉ោងសិនទៅចាំយើងទៅកាន់ទូរស័ព្ទហើយយើងបើក Facebook មកវិញឥឡូវនេះគឺខ្ញុំធ្វើការបិទទូរស័ព្ទតែម្ដងហើយតទៅគ្រប់ម៉ោងបាទខ្ញុំចូលបើកវិញហើយយើងទៅមើលនៅក្នុងកុំព្យូទ័រម្ដងតោះ let's go នេះអ្នកទាំងគ្នានៅក្នុងកុំព្យូទ័រម្ដងចំណុចមួយនេះគឺយើងអត់តន់ធ្វើការ refresh អីទេហើយយើងធ្វើការ login account Gmail ហ្នឹងចូលទៅក្នុងទូរស័ព្ទយើងដោះស្រាយថត selfie មុខរូបយើងដាក់បញ្ជូនទៅ Facebook ឲ្យវា review ឲ្យ account យើងមកវិញហើយឥឡូវនេះគឺយើងធ្វើការ refresh មួយសិនមកដល់ចំណុចនេះយើង refresh តែម្ដងខ្ញុំ refresh ឲ្យមើលជាក់ស្ដែងតែម្ដងបាច់នេះអ្នកនរគ្នាឃើញទេឥឡូវនេះគឺយើងរងចាំមិញនៅក្នុងទូរស័ព្ទក៏វាចេញបែបនេះដែរអ្នកនរគ្នាពេលយើង submit ហើយវាចេញបែបនេះនៅលើកុំព្យូទ័រក៏ចេញបែបនេះដែរឥឡូវនេះគឺខ្ញុំបានបិទកុំព្យូទ័រទេខ្ញុំទុក refresh នៅពេល account ត្រឡប់មកវិញខ្ញុំនឹងធ្វើវីដេអូចែកជូនដល់អ្នកនរគ្នាបានទស្សនាសម្រាប់គ្នាយើងដែលគាត់មានបញ្ហា account ដូចខ្ញុំធានាហ្មងថាអ្នកនរគ្នានឹងធ្វើបាន 100% ហើយសម្រាប់ account របស់ខ្ញុំអ្នកនរគ្នាមើលតែផ្ទាំងខាងក្រោមទៅដឹងហើយច្រើន10 admin ខ្ញុំបើកនិយាយទៅ20 admin ខ្ញុំបើកទាំងអស់តែម្ដងព្រោះ active admin កុំឲ្យវាមានបញ្ហា admin មួយនេះខ្ញុំអត់បានឆែកមើលវាជាប់ហើយអញ្ចឹងវាអត់មានអីជាបញ្ហាទេយើងដោយសារយើងជំនាញលើការដោះស្រាយអញ្ចឹងដោះស្រាយទៅហើយឥឡូវនេះគឺអ្នករូបបែបនេះអ្នកនរគ្នាចាំមើលត្រឡប់មកវិញខ្ញុំឲ្យអ្នកនរគ្នាមើលតែម្ដង account មួយនេះគឺកំពុងតែស្នើសុំមកវិញនេះយើងចូលមក Facebook គឺវាអត់ទាន់បានទេនេះគឺនៅហើយ account មួយនេះគឺជាប់108វាផ្ញើសារបងបែបនេះហើយវាបិទ profile យើងអត់ឲ្យយើងឃើញទេនិយាយរួមទៅគឺ account មួយនេះយើងយើងទៅ search នៅ account ផ្សេង search យក search រោមមើលក៏មិនឃើញដែរដោយសារអី Facebook គឺបានបិទហើយគឺមិនអាចមើលឃើញទេឥឡូវយើងធ្វើការស្នើសុំយើងមានតែការរងចាំអញ្ចឹងចាំមើលបន្តិចទៀតខ្ញុំនឹងធ្វើវីដេអូ refresh មើលជាក់ស្ដែងឲ្យអ្នកនរគ្នាមើលជាក់ស្ដែងតែម្ដងនេះអ្នកនរគ្នាកន្លែងមួយនេះពេលដែលយើង login account Facebook របស់យើងណាគឺវាផ្ញើសារចូលក្នុង email របស់យើងថា account មួយនេះអ្នកណាគេ login ចូលណាអ្នកឃើញទេនេះគឺ device ដែលខ្ញុំ login ចូលមិញទូរស័ព្ទ iPhone គឺវាឲ្យយើងឆែកមើលឃើញមកថ្ងៃទី30 ខែ 12 2025 ម៉ោង 10:44 មិញខ្ញុំ login ចូលមិញម៉ោង 10:44 ហ្នឹងនេះរូប profile ខ្ញុំបែបនេះចាំមើល account របស់ខ្ញុំមកវិញគឺនៅទេចាំមើលខ្ញុំមើលពេលវាមកវិញខ្ញុំនឹងធ្វើការ refresh ឲ្យអ្នកនរគ្នាមើលជាក់ស្ដែងតែម្ដងឥឡូវទោះយើង refresh ប៉ុណ្ណាក៏អត់មកដែរដោយសារអីអត់តន់ក្រុមហ៊ុន Facebook អត់តន់ review ទៅលើ account admin របស់ខ្ញុំចាំមើលខ្ញុំហើយកិច្ចការងារខ្ញុំមក refresh នៅ account admin របស់ខ្ញុំនេះឲ្យអ្នកនរគ្នាមើលជាក់ស្ដែងតែម្ដងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាចាំអ៊ុតមើលជាក់ស្ដែងតើខ្ញុំដោះស្រាយ admin របស់ខ្ញុំនេះបានមកវិញអត់អានេះអ្នកនរគ្នាមិនជឿទេចាំមើលជាក់ស្ដែងខ្ញុំធ្វើបានអត់ខ្ញុំពេលខ្ញុំដោះស្រាយគឺខ្ញុំធានាលើ account របស់ខ្ញុំ100បានទាំង100ហើយឥឡូវនេះគឺខ្ញុំធ្វើការដោះស្រាយ account មួយនេះខ្ញុំធានា 100% ថា account admin របស់ខ្ញុំនេះគឺនឹងត្រឡប់មកវិញឆាប់ See you soon ជួបគ្នានៅវីដេអូបន្ទាប់អរគុណបាយបាយ